สุดท้ายบางคนไงนี่มาบอตองดักสยาปีเก้มองสำหรับบางคนนาคลาได้สกอนลงมีฮะไงบางคนลงมีมาแต่ปลอบบุญเนี่ยยังไงลงมีในทางมกเมียนลงเทียดเมียนตัดเทียดhay lại ní đại sứ giáo đi kê mong nè khác phía trái kê mau ta lấy những cái cầm đó mà bó tóng à lụt ra tại miền pro cho nên bà cái màu này lại đây nhung cái pông cái máu đấy cái hai thằng lùng mía hai play châu máu cứ ban tầm tàu đấy bởi là nó ban đây ban tầm tàu ấy hay play cái này bà đây bởi dương chim mà tàu tôi máu rồi làm nhung mấy nhung chim tàu thâu máu bà chọc đầy mình tinh này nhóm mà bài tía hạt chẳng ai nhỉ ban một bay mua cà phê mà lợp nông bèm này á nằm bài lần ngôm ở đây nhưng nằm bay chân rồi chờ này bông ơi cho ra khơi bàn tay là em nằm bài đá dân ok nằm bài dân món sạch cô tia cho bắt đầu mày nè món đó đó nghe nhé nè không kia thằng xiết món sai ok em này តាមពិតទៅក្តីសុខរបស់មនុស្សគឺកើតចេញពីការជួបជុំគ្នានិយាយគ្នាបន្តិចបន្តួចហើយក៏ណាត់គ្នា plan គម្រោងដើរលេងសាក់ថ្មជីវិតនិយាយរួមទៅយើងធ្វើការហត់នឿយច្រើនហើយប៉ុន្តែគឺសម្រាប់ខ្ញុំគឺសាក់ថ្មជីវិតទោះមួយខែ30ថ្ងៃក៏ខ្ញុំមានអារម្មណ៍ថាដូចជានៅស្ទើរផងចុះបើសិនបើយើងសាក់ញឹកពេកតែណាលុយអត់បញ្ហាទេសម្រាប់ខ្ញុំឲ្យទៅពេលវេលាដែលខ្ញុំតំណែងគឺខ្ញុំតែងតែមកបោះតង់នៅលើភ្នំកលែងជានិច្ចណាមួយភ្នំកលែងគឺជាតំបន់ទេសចរមួយដែលតាក់ទាញទៅលើភ្ញៀវទេសចរជាពិសេសគឺភ្ញៀវជាតិតែម្ដងភ្ញៀវអន្តរជាតិក៏ឃើញមានទឹកខ្លះដែរហើយនេះដែរគឺតង់ពួកខ្ញុំមានខ្លះដេកតង់អ្នកខ្លះដេករឹងទៅដល់ពេលព្រឹកឡើងយើងដាក់ក្នុងបន្តិចក៏ងាកមកមួយទឹកនេះកន្លែងនេះគឺដូចជា swimming pool អញ្ចឹងដូចអាងហែទឹកមួយអញ្ចឹងត្រជាក់មែនតើបងប្អូនថ្លាល្អមែនតើហ្មងដើរលេងហើយយើងមកបោះតង់បោះអីហើយសម្រាប់មកយើងបាច់ចាំយកមកគោមួយក៏ចង់ទុកឯងគឺយើងត្រូវដុតចោលទាំងអស់ហើយពួកខ្ញុំគោแล้วពួកគ្នាខ្ញុំកំពុងតែប្រមូលសម្រាប់ពីកន្លែងគេដែលធ្លាប់មកលេងបាទយកមកដុតនៅកន្លែងនេះវិញយើងអត់ហ៊ានដុតនៅក្នុងក្បែរព្រៃសំពោអ្នកដែលមកលេងគឺត្រូវយកសម្រាប់មកដុតចោលបែបហ្នឹងផងកុំមកគោបែបហ្នឹងឯងគឺអត់ល្អទេតំបន់ទេសចរយើងមកលេងចឹងទៅយើងព្យាយាមដុតចោលទៅហើយយើងដុតឆេះអស់ហើយយើងទៅហើយនៅtrongវីដេអូរបស់ខ្ញុំនេះសូមផ្ដាំទៅអ្នកដែលបោះតង់លើភ្នំកលែងទាំងអស់យើងទៅកន្លែងណាយើងជួយសម្អាតយើងកុំគោសម្រាមអីអត់ល្អទេហើយសំខាន់គឺទេសភាពកន្លែងហ្នឹងគឺស្រស់ស្រាយយើងព្យាយាមកុំឲ្យសម្រាមមានណា